រឿងវិញ្ញាណបន្ទប់លេខ404នៅតាមបណ្ដោយផ្លូវលំដ៏ចង្អៀតក្នុងចៃក្រុងភ្នំពេញស្រីមុំដែលជាស្រីម្នាក់មកពីជនបទស្ងាយបានសម្រេចចិត្តជួលបន្ទប់មួយក្នុងផ្ទះជួលចាស់ទ្រុឌទ្រោមមួយដើម្បីស្នាក់នៅជិតរោងចក្រដែលនាងធ្វើការបន្ទប់លេខ404ជាបន្ទប់ដែលស្ថិតនៅចុងក្រោយបំផុតនៃជាន់ទី4វាមានសភាពស្ងាត់ជ្រងំខុសពីបន្ទប់ដទៃហើយមានក្លិនផ្អូមៗដូចជាមានអ្វីមួយរលួយនៅខាងក្នុងជញ្ជាំងស្រីមុំមានអារម្មណ៍ក្រសាយតាំងពីឈានជើងចូលដំបូងប៉ុន្តែនាងគ្មានជម្រើសឡើយព្រោះតម្លៃជួលវាថោកសមរម្យសម្រាប់ប្រាក់ខែដ៏តិចតួចរបស់នាងខណៈពេលដែលនាងកំពុងរៀបចំរបស់របរចេញពីកាបូបនាងបានសង្កេតឃើញថាបន្ទប់នេះមានសភាពចម្លែកខ្លាំងណាស់កង្ហារដំបូលដែលវាលយឺតហាក់ដូចជាកំពុងធ្ងន់ធ្ងរហើយពន្លឺភ្លើងក្នុងបន្ទប់ហាក់ដូចជាចង់រលត់ម្ដងតាមចង្វាក់ដង្ហើមរបស់នាងបានព្យាយាមលួងលោមខ្លួនឯងថាវាគ្រាន់តែជាការភ្ញាក់ច្រឡំដោយសារតែភាពហត់នឿយពីការធ្វើដំណើរតែប៉ុណ្ណោះប៉ុន្តែនៅក្នុងចិត្តជ្រៅនាងដឹងថាមានភ្នែករាប់រយគូកំពុងសម្លឹងមើលនាងពីក្នុងភាពងងឹតនៃជ្រុងបន្ទប់ស្រីមុំបានសម្រេចចិត្តអ៊ុតធូបសុំចាប់ទឹកម្ចាស់ដីដើម្បីសេចក្តីសុខសាន្តនៅពេលដែលនាងកំពុងលុតជង្គង់នាងស្រាប់តែឮសំឡេងឆ្កូតជញ្ជាំងចេញពីបន្ទប់ទឹកសំឡេងនោះដូចជាក្រចកមនុស្សកំពុងព្យាយាមកោសអ្វីមួយចេញពីអ៊ីតការ៉ូនាងຕົកស្លុតទីខ្លាំងហើយបានត្រឹមតែអង្គុយញ័រទត្រើតរងចាំឲ្យយប់ដ៏យូរអង្វែងនេះកន្លងផុតទៅយ៉ាងវេទនាបំផុតនៅព្រឹកបន្ទាប់ស្រីមុំបានសម្អាតបន្ទប់យ៉ាងម៉ត់ចត់ដើម្បីបណ្ដេញភាពអាប់អួរខណៈពេលដែលនាងកំពុងជូតធូលីនៅក្បែរទូខោអាវចាក់មួយនាងបានប្រទះឃើញកន្សែងយ័ន្តពណ៌សមួយផ្ទាំងដែលត្រូវបានគេមូរទុកយ៉ាងចាត់ក្នុងចន្លោះរវាងទូនិងជញ្ជាំងកន្សែងនោះមានស្នាមប្រឡាក់ពណ៌ខ្មៅខ្មៅដូចជាឈាមស្ងួតហើយមានចាយ័ន្តខ្មែរបុរាណដែលមើលទៅហាក់ដូចជាមានជីវិតស្រីមុំមានអារម្មណ៍ថាមានថាមពលត្រជាក់ស្រេបចេញពីកន្សែងនោះប៉ុន្តែនាងមិនហ៊ានបោះវាចោលទេនាងក៏ទុកវាលើក្បាលដំណេកអថាគំបាំងនៃកន្សែងយ័ន្តនេះហាក់ដូចជាកំពុងព្យាយាមប្រាប់នាងអំពីអ្វីមួយដែលបានកើតឡើងក្នុងបន្ទប់នេះកាលពីមុននាងសង្កេតឃើញថារាល់ពេលដែលនាងប៉ះកន្សែងនោះនាងតែងតែឮសំឡេងខ្សឹបខ្សៀវជាភាសាដែលនាងស្ដាប់មិនយល់វាជាសំឡេងស្រីម្នាក់ដែលយំអង្វររកយុត្តិធម៌និងការឈឺចាប់ដែលមិនអាចរៀបរាប់បានកន្សែងយ័ន្តនោះមិនមែនជារបស់ធម្មតាទេវាជាវត្ថុស័ក្តិសិទ្ធិដែលផ្ទុកនូវវិញ្ញាណការពារដ៏ខ្លាំងក្លាបំផុតនាងបានសម្រេចចិត្តរក្សាទុកវាជាមិត្តជិតស្និទ្ធតែមួយគត់ក្នុងបន្ទប់ដ៏ឯកោនេះប៉ុន្តែអ្វីដែលនាងមិនដឹងនោះគឺថាវត្តមាននៃកន្សែងយ័ន្តនេះបានចាប់ផ្ដើមដាស់កំហឹងរបស់អ្វីមួយដែលកំពុងលាក់ខ្លួននៅក្នុងផ្ទះជួលនេះស្រមោលខ្មៅខ្មៃចាប់ផ្ដើមលេចឡើងកាន់តែច្បាស់នៅពេលយប់ហើយសំឡេងដើរលើដំបូលក៏ចាប់ផ្ដើមឮកាន់តែខ្លាំងឡើងរហូតធ្វើឲ្យនាងស្ទើរតែឈួតទៅហើយវិចិត្រដែលជាម្ចាស់ផ្ទះជួលដ៏កំណាញ់និងមានចិត្តអាក្រក់បានមកគោះទ្វារបន្ទប់ស្រីមុំក្នុងបំណងមិនល្អគាត់គឺជាមនុស្សដែលគ្មានសីលធម៌និងចូលចិត្តកេងប្រវ័ញ្ចលើអ្នកជួលបន្ទប់ដែលជាស្រីទន់ខ្សោយវិចិត្របានដាវចូលក្នុងបន្ទប់ដោយមិនសុំការអនុញ្ញាតហើយចាប់ផ្ដើមនិយាយបំភ័យស្រីមុំអំពីការឡើងថ្លៃឈ្នួលបន្ទប់ភ្លាមភ្នែករបស់គាត់សម្លឹងមើលទៅស្រីមុំដោយភាពស្រេកឃ្លាននិងអកប្បកិរិយាដ៏ច្រឡោះស្បាងបំផឹកស្រីមុំព្យាយាមអង្វរកសុំគុំឲ្យឡើងថ្លៃព្រោះនាងទើបតែមកធ្វើការបានប៉ុន្មានថ្ងៃប៉ុណ្ណោះប៉ុន្តែវិចិត្រមិនស្ដាប់ឡើយផ្ទុយទៅវិញគួកបានដើរទៅជិតនាង
ហើយព្យាយាមប្រើកម្លាំងបាយដើម្បីបៀតបៀននាងកំហឹងនិងភាពភ័យខ្លាចបានផ្ទុះឡើងក្នុងចិត្តស្រីមុំនាងបានរុះច្រានគាត់ចេញយ៉ាងខ្លាំងប៉ុន្តែវិចិត្រដែលមានមាឌធំជាងបានទះកំភ្លៀងនាងមួយទំហឹងរហូតដល់នាងដួលទៅលើអ៊ីតភាពតានតឹងក្នុងបន្ទប់បានកើនឡើងដល់កម្រិតកំពូលខណៈដែលវិចិត្របានពិង្ហាយនូវភាពសាហាវយង់ឃ្នងរបស់ខ្លួន